នៅទីបំផុតចម្ងល់ទាំងឡាយក៏បានបកស្រាយដែលក្នុងនោះចម្ងល់ចម្បងជាងគេគឺតើកុសលពិតជាស្លាប់ដោយសារលក់ប្រលឹងឲ្យទៅបិសាចមែនទេឬចម្លើយគឺមិនមែនទេដំណើរដើមហេតុដំបូងគឺចាប់ផ្ដើមពីពេលដែលកុសលដើរចូលលេងជាមួយនឹងបងធំមួយក្រុមដែលតែងតែនាំគ្នាទៅផឹកស៊ីលេងល្បែងនិងប្រើថ្នាំញៀនទាំងដែលខ្លួនឯងនៅក្មេងខ្ចីមិនទាន់គ្រប់អាយុនៅឡើយលុះថ្ងៃមួយបងធំទាំងនោះបែរជាបង្ខំចាប់ចម្រិតកុសលឲ្យប្រមូលប្រាក់កាក់និងរបស់ទ្រព្យដែលខ្លួនមានទាំងប៉ុន្មានយកទៅផ្គត់ផ្គង់ដល់ក្រុមរបស់ពួកគេហើយបានបញ្ជាឲ្យកុសលទៅលួចយកប្រាក់ពីឪពុកម្ដាយរបស់ខ្លួនថែមទៀតផងអ្វីត្បិតតែមិនមែនជាក្មេងល្អក្តីក៏កុសលពិតជាមិនដាច់ចិត្តនឹងលួចប្រាក់ពីឪពុកម្ដាយខ្លួនឡើយព្រោះកុសលដឹងយ៉ាងច្បាស់ថាឪពុកម្ដាយរបស់ខ្លួនខំប្រឹងធ្វើការខ្លាំងណាស់ទម្រាំនឹងរកបានប្រាក់មួយរៀលមួយរៀលគួបផ្សំនឹងពួកគាត់ក៏មានអាយុច្រើនផងដែរហើយខ្លួនកុសលផ្ទាល់ក៏ដឹងពីកំហុសផងដែរទើបជាយាមរត់ចេញពីក្រុមបងធំទាំងនោះនិងកែប្រែខ្លួនជាថ្មីឡើងវិញដោយពាក្យគេនិយាយមិនខុសរឿងក្រុមបងធំបងតូចនេះប្រសិនបើចង់ចូលគឺពិតជាងាយស្រួលប៉ុន្តែបើចង់ចេញគឺពិតជាលំបាកដូច្នេះហើយកុសលក៏ត្រូវក្រុមបងធំគំរាមសម្លាប់បើកុសលមិនព្រមលួចយកប្រាក់ឪពុកម្ដាយឲ្យបាននៅក្នុងរយៈពេល3ថ្ងៃដោយសារអារម្មណ៍ច្របូកច្របល់កុសលពិតជាមិនដឹងថាត្រូវយកបញ្ហាដែលខ្លួនជួបប្រទះនេះទៅប្រាប់អ្នកណាឡើយប៉ុន្តែចុងក្រោយគេក៏សម្រេចចិត្តយកបញ្ហានេះទៅប្រាប់មិត្តពីរនាក់ដែលស្គាល់គ្នានៅលើប្រព័ន្ធអ៊ីនធឺណិតហើយមិត្តពីរនាក់នោះក៏បានណែនាំឲ្យកុសលជ្រាវជ្រាវនៅអ៊ីនធឺណិតរឿងលក់ប្រលឹងឲ្យបិសាចដែលអាចជួយឲ្យសម្រេចរាល់បំណងប្រាថ្នាទាំងអស់ប៉ុន្តែជាធ្នូគឺត្រូវតែប្រគល់ប្រលឹងឲ្យធ្វើជាទេសកលរបស់បិសាចជារៀងរហូតនៅទីបំផុតកុសលក៏បានអនុវត្តវិធីសាស្ត្រលក់ប្រលឹងឲ្យបិសាចដែលបានប្រទះនៅគេហទំព័រដ៏ខ្មៅងងឹតមួយដោយក្នុងនោះកុសលបានប្រាថ្នាសូមឲ្យបិសាចទៅកម្ចាត់ពួកបងធំទាំងនោះឲ្យស្លាប់ទាំងអស់ទើបឪពុកម្ដាយរបស់ខ្លួនមានសុវត្ថិភាពហើយខ្លួនក៏សុខចិត្តនឹងធ្វើជាទេសកលរបស់បិសាចជារៀងរហូតដែរដោយដឹងថាខ្លួនមិនអាចរស់នៅក្បែរអ្នកមានគុណតទៅទៀតបាននៅយប់កើតហេតុកុសលបានដើរទៅជិតម្ដាយរួចក្រាបហើយក៏និយាយទៅគាត់ថាម៉ែតើម៉ែបានទិញម្ហូបទុកសម្រាប់ថ្ងៃស្អែកនេះទេម្ដាយរបស់គាត់ឆ្លើយថាកុំភ័យកូនម៉ែបានទិញទុកស្រេចអស់ហើយព្រោះម៉ែដឹងថាកូនម៉ែឥឡូវលែងចេញទៅក្រៅផ្ទះបាត់ទៀតហើយដូច្នេះម៉ែត្រូវតែបំរុងអាហារទុកឲ្យកូនឲ្យឆ្អែតបរិបូរតែម្ដងល្អហើយអញ្ចឹងម៉ែកុំភ្លេចជួយមើលថែពុកផងណាព្រោះមួយរយៈចុងក្រោយនេះសុខភាពរបស់គាត់មិនសូវល្អប៉ុន្មានទេនិយាយរួចកុសលក៏បានដើរចូលទៅក្នុងបន្ទប់ទាំងដែលគ្មាននរណានឹកស្មានសោះថាវាគឺជាពេលវេលាចុងក្រោយដែលអ្នករាល់គ្នាមានឱកាស
បាននិយាយជាមួយនឹងកុសលបែបនេះដូច្នេះហើយតើព្រលឹងរបស់កុសលពិតជាត្រូវបិសាចយកទៅធ្វើជាទេសកលពិតមែនទេពិតជាមិនមែនទេជាក់ស្ដែងទៅពិធីបូជាព្រលឹងអីនោះគឺគ្រាន់តែជាការបោកបញ្ឆោតនៅលើអ៊ីនធឺណិតតែប៉ុណ្ណោះរីឯមិត្តភក្តិទាំងពីររបស់កុសលក៏មិននឹកស្មានថាកុសលពិតជាធ្វើរឿងបែបនេះមែនឡើយនិយាយរួមទៅពួកគេគ្រាន់តែនិយាយលេងដើម្បីឲ្យកុសលធូរស្បើយអារម្មណ៍តែប៉ុណ្ណោះដោយមិននឹកស្មានទាល់តែសោះថាកុសលពិតជាជឿមែនហើយត្រូវបាត់បង់ជីវិតដោយសារពិធីបែបនេះទៅវិញអាស្រ័យហេតុនេះហើយទើបអ្នកទាំងពីរបាននាំគ្នាមកសូមខមាទោសពីឪពុកម្ដាយរបស់កុសលនៅក្នុងពិធីបុណ្យសពដោយការតែងខ្លួនមិនសមរម្យហើយក៏ត្រូវព្រលឹងរបស់កុសលចូលសន្ធិដ្ឋបែបនេះក្រោយពេលដែលព្រះគ្រូចៅអេតិកាបកស្រាយរឿងបិសាចយកព្រលឹងមែនឬមិនមែនរួចហើយឪពុកម្ដាយរបស់កុសលក៏បានធ្វើតេខិណានុបទានឧទ្ទិសបុណ្យដល់កុសលឲ្យបានទៅកើតនៅសុគតិភពព្រះគ្រូចៅអេតិកាបានបញ្ជាក់បន្ថែមថាដោយសារបុណ្យពេលស្លាប់ចិត្តក្តៅក្រហាយពីអំពើដែលខ្លួនធ្លាប់ប្រព្រឹត្តខុសឆ្គងកន្លងទៅព្រមទាំងចិត្តជាប់ជំពាក់នៅមិនអស់អាល័យពីគ្រួសារទៅកុសលនៅវល់ក្នុងបន្ទុករបស់ខ្លួនហើយក៏ពុំទាន់អាចទៅរកចាប់កំណើតសុគតិបាននៅឡើយបាត់នៅទទួលផលនៃកម្មចាស់រហូតទៅចូលយោមធ្វើបុណ្យឧទ្ទិសកុសលដល់កូនឲ្យបានរឿយនោះបុណ្យនឹងជួយទំនុកបំរុងកូនយោមឲ្យស្រាកស្រាលពីទុក្ខលំបាកនឹងឆាប់បានទៅរកទីកំណើតថ្មីដែលប្រសើរជាងនេះតាមផលកម្មរបស់កូនយោមចាប់ពីពេលនោះមកឪពុកម្ដាយសាច់ញាតិនិងមិត្តភ័ក្តិរបស់កុសលបាននាំគ្នាធ្វើបុណ្យឧទ្ទិសកុសលជារឿយៗដោយសង្ឃឹមថាវិបាកវិញ្ញាណរបស់កុសលនឹងអាចរួចផុតពីផលបាបក្នុងពេលឆាប់នឹងអាចធ្វើដំណើរទៅកាន់សុគតិភពហើយលែងវិលវល់នៅទីដែលកុសលបានធ្វើអត្តឃាតនោះទៀតទោះបីជាយ៉ាងណាបុណ្យនិងបាបពិតជាមិនអាចទូទាត់កាត់កងគ្នាបានឡើយគ្រាន់តែបុណ្យច្រើនអាចជួយសម្រាលផលកុសលឲ្យបានធូរស្រាលជាងមុនហើយបាបកម្មទាំងចាស់ទាំងថ្មីដែលកុសលបានប្រព្រឹត្តកន្លងទៅក៏កុសលគង់ទទួលផលក្នុងរយៈពេលណាមួយទៅតាមកម្លាំងកម្មដែលខ្លួនបានប្រព្រឹត្តយ៉ាងណាមិញមនុស្សយើងគ្រប់រូបក៏ដូច្នោះដែរបើធ្វើអ្វីនឹងទទួលបានផលនោះមកវិញ